Tây na dân từ mục Tây na dân từ bận to rồi hột Tây na group chùm hiên trời tại đằng chẳng sao mà bông mai bộ nọc nhé mơ clip này bị đàn đòi chọn nè cùng ôi đại cái rồi sao mà bông mai bộ nọc nhé mơ đòi cái đây đi nâng sẵn khâm trên này sao mà con gặp bông mai bộ nọc nhé đại mơ bị đàn đòi chọn đòi đây rồi lành thưa đầm ná ọt khai hạt nơi thưa đầm ná rồi hốt tới đó te rồi bỏ dương bật bật cọt chẳng bông mai bộ nọc nhé nèបើយើងអត់ទាន់មានផ្ទះរបស់យើងពិតប្រាកដទេយើងត្រូវតែធ្វើដំណើរឲ្យដល់ផ្ទះរបស់យើងផ្ទះរបស់យើងដែលយើងតម្រូវការក្នុងចិត្តអញ្ចឹងសូមឲ្យបងប្អូនអរគ្នាកុំរៀថយធ្វើដំណើរយ៉ាងណាក៏ដោយគឺត្រូវតែដល់ផ្ទះរបស់យើងព្រោះទីលំនៅដែលពិតប្រាកដរបស់យើងគឺជាផ្ទះកម្មសិទ្ធិរបស់យើងអញ្ចឹងសូមឲ្យបងប្អូនអរគ្នាត្រូវតែប្រាប់ខ្លួនឯងថាខ្ញុំមានផ្ទះខ្លួនឯងចឹងដើរដំណើរធ្វើដំណើរទោះជាខ្យល់ព្យុះភ្លៀងយ៉ាងណាក៏ដោយសូមឲ្យបងប្អូនអរគ្នាត្រូវតែធ្វើដំណើរបន្តិចម្ដងណាស៊ូដល់ផ្ទះរបស់យើងព្រោះផ្ទះរបស់យើងជាកន្លែងមួយដែលយើងត្រូវផ្ដល់ភាពកក់ក្ដៅជាកន្លែងមួយដែលយើងមានដំបូលដ៏ស្ដុកស្ដំមានដំបូលដើម្បីកុំឲ្យយើងត្រូវទឹកភ្លៀងចឹងផ្ទះរបស់យើងជាអ្វីបងប្អូនគឺជាចិត្តរបស់យើងដ៏ល្អចិត្តរបស់យើងដែលមានទំនួលខុសត្រូវចិត្តរបស់យើងដែលមានភាពកក់ក្ដៅចិត្តរបស់យើងដែលមានក្តីសប្បុរសចំពោះពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នានឹងជាទឹកចិត្តមួយដ៏មហាសែនថ្លៃបំផុតនៅលើโลกនេះដែលមិនអាចកាត់ថ្លៃបាននេះជាផ្ទះមួយដ៏សុខបំផុតមុននឹងធ្វើដំណើរទៅដល់ផ្ទះរបស់យើងនេះហើយដែលជាដួងព្រលឹងរបស់យើងជាច្បាប់ធម្មជាតិផ្ទះរបស់យើងគឺយើងរស់នៅដោយភាពរីករាយមានក្តីសុខបំផុតនៅលើโลกនេះអញ្ចឹងសូមឲ្យបងប្អូនអរគ្នាធ្វើដំណើរទៅដល់ផ្ទះខ្លួនឯងហើយទោះជាពេលធ្វើដំណើរមានព្យុះភ្លៀងឬមួយក៏អត់មានអ្វីធ្វើដំណើរដើរដោយស្មើជើងទៅទេក៏ដោយឬមួយក៏រត់ឬមួយក៏ជិះកង់ជិះម៉ូតូជិះឡានជិះកប៉ាល់ហោះនេះជាដំណើររបស់ពុកម៉ែបងប្អូននីមួយជីវិតនីមួយអញ្ចឹងជីវិតរបស់យើងពេលនេះប្រៀបដូចជាអីយើងអត់មានលុយមួយរៀលតែយើងហ៊ានស្រមៃមានផ្ទះវិឡាយើងមានចិត្តនៅក្នុងចិត្តបានន័យថាយើងបានទទួលលទ្ធផលផ្ទះដ៏ស្កឹមស្កៃនិងចិត្តរបស់យើងដ៏មានធម៌មេត្តាតែសម្បកក្រៅរបស់យើងអត់មានលុយមួយរៀលទី2យើងរត់បានន័យថាយើងស្គាល់ផ្ទះរបស់យើងត្រូវតែខំប្រឹងធ្វើដំណើរទោះជាហត់នឿយប៉ុណ្ណាក៏មិនហ៊ានឈប់សម្រាកដើម្បីដល់ផ្ទះរបស់យើងពិតប្រាកដយើងមិនរៀថយរត់5ថ្ងៃ5ភ្លៀងកាត់ជុះភ្លៀងយ៉ាងណាហ្នឹងបានន័យថាយើងមានលុយតិចតួចតែយើងក៏ខំប្រឹងដើម្បីដល់ផ្ទះរបស់យើងដែរទោះជាដើរក៏យើងត្រូវខំប្រឹងមិនថាយើងអត់លុយនេះយើងមានលុយតិចតួចតែទោះជាយើងមានម៉ូតូជិះគួរលុយល្មមក៏យើងត្រូវតែរត់ទៅដូចគ្នាដើម្បីឲ្យដល់ផ្ទះរបស់យើងដូចគ្នាអញ្ចឹងជីវិតរបស់យើងត្រូវតែមានផ្ទះណាបងប្អូនណាផ្ទះនៃក្តីសុខក្នុងចិត្តផ្ទះនៃក្តីស្រមៃរបស់យើងផ្ទះដែលយើងត្រូវតែធ្វើដំណើរទៅឲ្យដល់រហូតมันអាចឈប់កណ្ដាលផ្លូវទោះជាឈឺក្តៅគ្រុនល្ងាឬមួយក៏វាទៅក៏ត្រូវតែទៅដែរព្រោះជីវិតយើងនេះយើងត្រូវតែមានផ្ទះដ៏ផ្ដល់ភាពកក់ក្ដៅឲ្យយើងផ្ទះនេះជាថាមពលមួយដែលយើងត្រូវតែមានជំរកជាជំរកចិត្តឬមួយបើយើងនិយាយទៅភាពខាងក្រៅជាផ្ទះដែលយើងត្រូវតែមានផ្ទះជ្រកកោនអញ្ចឹងពុកម៉ែបងប្អូនអរគ្នាគួរតែធ្វើដំណើរទៅទាំងអស់គ្នាណាដើម្បីរកសេចក្តីសុខរកសុភមង្គលរកបងប្អូនមិត្តភ័ក្តិនិងភាពរីករាយរកអ្វីដ៏អស្ចារ្យនៅក្នុងโลกនេះដើម្បីឲ្យឃើញនៅនឹងផ្ទះដ៏ល្អផ្ទះមួយនៅក្នុងចិត្តរបស់យើងនៃក្តីស្រមៃរបស់យើងដ៏អស្ចារ្យសូមឲ្យពុកម៉ែបងប្អូនអរគ្នាធ្វើដំណើរដោយក្តីសង្ឃឹមធ្វើដំណើរដោយរីករាយធ្វើដំណើរដែលមានក្តីសុខទោះជាយើងធ្វើដំណើរដោយស្ម័គ្រជើងក៏ដោយទោះជាយើងធ្វើដំណើរដោយជិះម៉ូតូក៏ដោយរត់ក៏ដោយលូនវាក៏ដោយពុកម៉ែបងប្អូនណាកុំរៀថយឲ្យសោះព្រោះជីវិតយើងម្នាក់យើងត្រូវតែរកផ្ទះរៀងខ្លួនมันអាចយើងរស់នៅផ្ទះសំណាក់ឬផ្ទះជួលឬផ្ទះអីបណ្ដើ
នេះគ្រាន់តែជាបណ្ដោះអាសន្នតែប៉ុណ្ណោះផ្ទះបណ្ដោះអាសន្នគ្រាន់តែយើងបណ្ដោះពេលវេលាដើម្បីយើងដល់ផ្ទះពិតប្រាកដរបស់យើងអញ្ចឹងផ្ទះពិតប្រាកដរបស់យើងគឺជាសេចក្តីសុខក្នុងចិត្តផ្ទះពិតប្រាកដរបស់យើងខាងក្រៅគឺជាផ្ទះមួយដែលយើងក្នុងក្តីស្រមៃរបស់យើងផ្ទះក្នុងក្តីសុបិនផ្ទះវិឡាផ្ទះល្វែងឬមួយក៏ផ្ទះនៅចំការផ្ទះអ្វីក៏ដោយឲ្យតែពុកម៉ែបងប្អូនជឿទុកចិត្តលើខ្លួនឯងនិងជឿទុកចិត្តលើអ្វីដែលយើងចង់បានអ្វីលើលោកនេះតាមបែបច្បាប់ធម្មជាតិគឺជាច្បាប់មួយដែលធ្វើឲ្យពុកម៉ែបងប្អូនរស់ដោយមានក្តីសុខរស់ដោយនិយាយថាគិតអីបាននឹងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនកុំប្រហែសនឹងការគិតរបស់យើងណាព្រោះយើងគិតអីនឹងបាននឹងអញ្ចឹងយើងមិនអាចគិតអ្វីដែលគិតថាខ្លួនឯងមិនចង់បានទេបើយើងខ្ញុំចង់បានយើងកុំគិតអីសោះព្រោះគិតដដែលធ្វើឲ្យយើងក្រដល់ផ្ទះពិតប្រាកដរបស់យើងនៅត្រឹមផ្ទះសំណាក់យើងនៅត្រឹមផ្ទះជួលយើងនៅត្រឹមផ្ទះមិត្តភ័ក្តិឬមួយក៏ពុកម៉ែបងប្អូនសាច់ញាតិតែប៉ុណ្ណោះអញ្ចឹងអ្វីដែលសំខាន់គឺចិត្តរបស់យើងតើយើងដល់ណាហើយយើងដល់ផ្ទះយើងពិតប្រាកដឬមួយក៏នៅតែគិតពីអតីតកាលគិតរវើរវាយគិតពីនេះពីនោះគិតមួយលានហេតុផលដែលធ្វើឲ្យពុកម៉ែបងប្អូនអរគ្នាបាក់ទឹកចិត្តជំរុះចោលការតស៊ូជំរុះចោលភាពរឹងមាំរបស់ខ្លួនពីខាងក្នុងធ្វើឲ្យខ្លួនដើរដល់ចំណុចមួយដែលគិតថាអស់កម្លាំងចិត្តគិតថាជីវិតឆាចោលជីវិតយើងគ្មានផ្ទះសម្បែងពិតប្រាកដជាក្មេងអនាថាជាក្មេងកំព្រាជាកូនកសិករជាកូនអ្នកស្រែចម្ការឬមួយក៏ជាកូនអ្នកក្នុងភ្នំពេញតែគាត់មានវិបត្តិផ្លូវចិត្តរឿងស្នេហាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាណាត្រូវតែបដូរការនិយាយនិងបដូរការគិតនិងគំនិតអភិវឌ្ឍរបស់យើងឡើងវិញដើម្បីឲ្យពុកម៉ែបងប្អូនរកផ្លូវទៅរកផ្ទះដល់ភាពកក់ក្ដៅរបស់យើងពិតប្រាកដផ្ទះក្នុងក្តីស្រមៃផ្ទះពិតប្រាកដដែលយើងត្រូវតែរស់នៅរួមទាំងអស់គ្នាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាមើលឃ្លីបនេះវីដេអូដល់ចប់ហើយពុកម៉ែបងប្អូនណាសូមឲ្យពុកម៉ែបងប្អូនចែករំលែកបន្តឲ្យបានច្រើនដើម្បីឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នារកផ្ទះពិតប្រាកដឲ្យឃើញផ្ទះពិតប្រាកដរបស់យើងតើនៅទីណាអ្នកគ្រូណាអញ្ចឹងពុកម៉ែបងប្អូនត្រូវយល់ថាបើសិនជារកអត់ទាន់ឃើញទេស្ដាប់វីដេអូឃ្លីបនេះហើយអាចប្រឹក្សាជាមួយអ្នកគ្រូបានតាមលេខ Telegram 086 519 337 078 322 968ប្រឹក្សាដែលគិតថ្លៃសេវាពុកម៉ែបងប្អូនណាប្រឹក្សាដែលចេញពីបេះដូងដែលចេញពីចិត្តពិតប្រាកដមានបទពិសោធន៍ជាក់លាក់តាមបែបធម្មជាតិអញ្ចឹងបើយើងរកឃើញទាំងអស់គ្នាហើយកុំទុកនៅស្ទាក់ស្ទើរកុំឲ្យយើងនៅផ្ទះជួលកុំឲ្យយើងនៅផ្ទះសំណាក់កុំឲ្យយើងនៅផ្ទះទូចកុំឲ្យយើងនៅផ្ទះមួយដែលយើងមិនពេញចិត្តមិនស័ក្តិសមនឹងយើងត្រូវតែរកទិសដៅផ្ទះពិតប្រាកដដែលស័ក្តិសមនឹងយើងដែលយើងតម្រូវការថាអូផ្ទះនេះពេញស័ក្តិសមនឹងខ្ញុំអាចរស់នៅបានខ្ញុំរស់នៅមានភាពកក់ក្ដៅវាសមនឹងខ្លួនរបស់ខ្ញុំសមនឹងរូបរាងរបស់ខ្ញុំសមនឹងគំនិតរបស់ខ្ញុំការស្រមើស្រមៃរបស់ខ្ញុំអញ្ចឹងអ្វីដែលមានអត្ថប្រយោជន៍ចំពោះពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាគឺច្បាប់ធម្មជាតិអញ្ចឹងច្បាប់ធម្មជាតិអ្នកគ្រូនិយាយដល់ដែរឃ្លីបណាកូននិយាយដែរព្រោះជាច្បាប់មួយដែលតាក់តែងមកដោយធម្មជាតិពិតប្រាកដរស់នៅលើលោកនេះមានភាពស្មើគ្នាណាពុកម៉ែបងប្អូនណាមិនថាអ្នកមានអ្នកក្រទេមកពីយើងមិនហ៊ានគិតយើងកុំបន្ទោសគេបើសិនជាយើងដឹងហើយយើងត្រូវតែអនុវត្តយើងត្រូវតែធ្វើយើងត្រូវតែកុំចាប់កំហុសខ្លួនឯងណាយើងត្រូវតែចេះលួងខ្លួនឯងពេលមានវិបត្តិយើងទៅចេះប្រាប់ខ្លួនឯងជារឿយៗយើងត្រូវតែដាស់តឿនខ្លួនឯងយើងត្រូវតែចាប់ឲ្យបានពេលកាលណាយើងរកគិតមួយដែលគំនិតមួយដែលអាក្រក់គំនិតមួយដែលមិនល្អគំនិតមួយអវិជ្ជមានគួរតែចាប់ឲ្យជាប់ហើយដកឲ្យគាត់ចេញពីក្នុងចិត្តនិងការគិតរបស់យើងបញ្ចូលវិញគឺវិជ្ជមានរឿងល្អនិងរឿងដែលយើងចង់បានតែប៉ុណ្ណោះជាផ្ទះដ៏កក់ក្ដៅជាផ្ទះដ៏ធំមហាសាលរបស់យើងជាផ្ទះបែបធម្មជាតិយើងនៅទីកន្លែងណាយើងប្រាថ្នាយើងស្រមៃនឹងបានដោយបំណងអញ្ចឹងអ្នកគ្រូក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាដែលបានមើលឃ្លីបនេះពីដើមដល់ចប់ហើយសូមឲ្យពុកម៉ែបងប្អូនណាแชร์បន្តបានច្រើននិងសូមឲ្យពុកម៉ែបងប្អូនមានផ្ទះក្តីស្រមតាមក្តីស្រមៃខាងក្រៅដល់មានផ្ទះក្នុងចិត្តគឺផ្ទះដ៏បរិសុទ្ធផូរផង់អាចជួយមនុស្សរួមលោកបានទាំងអស់គ្នាដល់ងាយៗសុវ័យសូមឲ្យសុភមង្គលនិងក្រុមគ្រួសារទាំងអស់មានឲ្យបានគ្រប់គ្នាស្មើគ្នាណាសូមឲ្យមើលឃ្លីបវីដេអូនេះចប់ហើយសូមឲ្យពុកម៉ែបងប្អូនមានភាពរីកចម្រើននិងអភិវឌ្ឍខ្លួនទៅតាមធម្មជាតិសូម